បាទសូមគោរពជម្រាបសួរទៅដល់ពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម YouTube តែនិយមតាមដាន Channel YouTube ខ្ញុំបាទពទូចបាទថ្ងៃនេះខ្ញុំបាទក៏សូមថ្លែងអំណរគុណទៅដល់ពុកម៉ែបងប្អូនយ៉ាងជ្រាលជ្រៅដែលបានសួរសុខទុក្ខមកពីប្រទេសក្រៅមកពីប្រទេសផ្សេងដូចជាកាណាដាបារាំងអូស្ត្រាលីអាមេរិកបាទគាត់បានចេញមកសួរសុខទុក្ខខ្ញុំបាទហើយសូមអធិស្ឋានចំពោះពុកម៉ែបងប្អូនដែលគាត់comment សួរឬក៏ឆាតមកសួរខ្ញុំអត់បានឆ្លើយតបដោយសារតែខ្ញុំរវល់រត់ទៅរត់មកនៅពេទ្យបាទហ្នឹងហើយចំពោះពុកម៉ែដែលគាត់ចង់ដឹងដំណឹងថាយ៉ាងម៉េចហើយគឺស្ថិតនៅក្នុងថ្ងៃនេះខ្ញុំក៏អត់ទាន់ដឹងដូចគ្នាទេពុកម៉ែបងប្អូនអាស្រ័យទៅលើនៅពេលល្ងាចបាទនៅពេលល្ងាចមិនខ្ញុំអាចដឹងតែខ្ញុំរត់មកឲ្យចំណៃមួនសិនបាទកុំឲ្យដៃខ្ញុំពេលគាត់មកផ្ទះវិញទៅអត់មានអ្នកណាដាក់ចំណៃឲ្យមួនខ្លាចលោកគាត់ខឹងទៅក៏ឈឺគាត់កាន់តែធ្ងន់ធ្ងរពុកម៉ែបងប្អូនបាទហើយខ្ញុំមានអារម្មណ៍បំផុតពុកម៉ែបងប្អូនព្រោះខ្ញុំតាំងពីកើតមកខ្ញុំអត់ដែលបានជួបឬអត់ដែលបានជួបនៅការឈឺស្កាត់ធំចេះភាគច្រើនខ្ញុំភ័យឯងពុកម៉ែបងប្អូនបាទខ្ញុំភ័យណាស់ព្រោះមានតែ2អ្នកម្ដាយកូនបាទមានតែ2អ្នកម្ដាយកូនគឺខ្ញុំភ័យពុកម៉ែបងប្អូនបាទព្រោះខ្ញុំក៏អត់ដែលជួបហើយក៏អត់ដែលដឹងហើយណាមួយក៏បានមួយគាត់នៅផ្ទះខាងនោះគាត់ជាមនុស្សថ្មីហើយបានជួយមើលគ្នាពុកម៉ែបងប្អូនបាទមើលគ្នាទៅវិញទៅមកអញ្ចឹងណាបានពេលដែលគាត់ឈឺទៅម្ដាយខ្ញុំទៅមើលដល់ពេលម្ដាយខ្ញុំឈឺគាត់មកមើលអញ្ចឹងណាពុកម៉ែបងប្អូនបាទបានទីមួយគាត់នៅជាមួយគាត់ហើយសារៈនៅជាមួយគាត់នៅឯពេទ្យអញ្ចឹងខ្ញុំគាត់ប្រាប់ឲ្យមកផ្ទះមកចាំមន់គាត់ស្ដាយមន់របស់គាត់ណាពុកម៉ែបងប្អូនបាទគាត់ស្ដាយមន់របស់គាត់បានឲ្យខ្ញុំមកដេកនៅផ្ទះវិញតែខ្ញុំសង្ឃឹមថាគេអត់បញ្ជូនទៅខេត្តទេពុកម៉ែបងប្អូនតែពេលនេះគាត់ខ្ញុំអត់ទាន់ដឹងតែអាចជាល្ងាចអាចជាដឹងហើយពុកម៉ែបងប្អូនបាទអាចជានៅពេលល្ងាចនៅពេលល្ងាចនឹងបានដំណឹងជម្រាបជូនដល់ពុកម៉ែបងប្អូនឲ្យគាត់បានដឹងហ្នឹងហើយចំពោះពុកម៉ែបងប្អូនសួរពីរឿងខ្ញុំធ្វើបុណ្យច្រើនដែរមិនក៏អត់មានអ្នកមកចិត្តបាទបងប្អូនពុកម៉ែបងប្អូនដឹងថាស្ថានភាពស្រុកយើងមិនហីមិនដឹងទេស្រុកយើងធ្វើបុណ្យបាទមានសទ្ធាជ្រះថ្លាគឺមានសទ្ធាជ្រះថ្លាមិនចង់ទៀមទាយកអ្វីមកវិញទេពុកម៉ែបងប្អូនហើយក៏គ្មានអ្នកណាគេមកអើពើមនុស្សកព្រីកព្រាចាប់ព្រាត់ដូចខ្ញុំទេពុកម៉ែបងប្អូននៅខាងយើងនេះបាទបើយើងមានថវិកាឬក៏មានលុយមានមនុស្សចូលចិត្តច្រើនបើយើងអត់មានថវិកាអត់មានលុយគឺមានអ្នកណាចូលចិត្តទេនៅខាងប្រទេសកម្ពុជាយើងភាគច្រើន1000នាក់អីបើជាមានគង់2នាក់ទេណាពុកម៉ែបងប្អូនបាទដែលយើងអត់មានមុខមាត់អត់មានខ្សែស្រឡាយអត់មានបងប្អូនបាទអត់មានបងប្អូនឬក៏អត់មានសាច់ញាតិនៅស្រុកគេចេះគឺគេមិនទៅយកចិត្តទុកដាក់ជាមួយយើងហើយក៏គេមិនសូវខ្វល់ជាមួយយើងទេបើយើងមានរបស់ហូបចុកអីអាហ្នឹងគេអាចជាខ្វល់តែបើក្រលហាមដូចខ្ញុំចេះនៅតែ2អ្នកម្ដាយកូន2អ្នកម៉ែកូនចេះគឺមិនទៅមានអ្នកណាខ្វល់ទេពុកម៉ែបងប្អូនបាទនឹងខ្ញុំគាត់តែជម្រាបពុកម៉ែបងប្អូនឲ្យបានដឹងថាជីវិតកូនក៏ព្រាមានតែ2អ្នកម្ដាយកូនគឺមិនសូវមានណាគេអើពើជាមួយយើងទេបើយើងមានហូបមានចុកបានគេអើពើជាមួយយើងពេលដែលយើងជួបទុក្ខលំបាកគឺមិនសូវមានអ្នកណាគេអើពើជាមួយយើងអញ្ចឹងណាពុកម៉ែបងប្អូនបាទហ្នឹងហើយហើយទីច្រើននៅខាងយើងគឺគេមិនស្រឡាញ់ទឹកចិត្តទេពុកម៉ែបងប្អូនបាទគឺគេស្រឡាញ់ទឹកលុយបាទគឺគេមិនស្រឡាញ់ទឹកចិត្តដូចខ្ញុំទេតែខ្ញុំអត់ស្រឡាញ់ទឹកលុយទេខ្ញុំស្រឡាញ់ទឹកចិត្តបាទខ្ញុំធ្វើនេះខ្ញុំមិនទៀមទីទៅយកអ្វីទៅវិញទេជាមួយនឹងពុកម៉ែបងប្អូនដែលគាត់នៅប្រទេសក្រៅក៏គាត់មិនបានទៀមទីអ្វីទៅវិញដែរគាត់ធ្វើដើម្បីតែជួយ
ជនចាស់ជរាជួយពុកម៉ែក្រីក្រដើម្បីខិតខំឲ្យមានកង់ការរៀនសូត្រអីផ្សេងៗអញ្ចឹងណាពុកម៉ែបងប្អូនហើយចំពោះខ្ញុំវិញក៏ធ្វើក៏ខ្ញុំគ្មានចង់បានអ្វីតបស្នងមកខ្ញុំវិញដែរតែគាត់តែខ្ញុំធ្វើបន់ពួកខ្ញុំមានការអាណិតពួកខ្ញុំគាត់ដើរដេកតាមជ្រៀងគាត់រស់ដោយសារចលូផ្លែសង្គមជីកលងបេះគុយឬក៏បេះផ្លែឈើព្រៃគោះពងប្រងលក់ហើយខ្ញុំដឹងថាសភាពអ្នកក្រគឺរស់នៅរបៀបម៉េចហើយរបៀបរស់នៅរបៀបអ្នកក្រនេះគឺពិបាកពុកម៉ែបងប្អូនគេថាអ្នកក្រមានសេចក្តីសុខដល់ក្រហើយមានបងប្អូនរៀងក្រែលបន្តិចរៀងច្រើនបន្តិចហើយមានសាច់ញាតិរៀងច្រើនបន្តិចចដូនមួយចដូនពីររៀងច្រើនបន្តិចកុំឲ្យក្រដូចខ្ញុំបងប្អូនបើក្រដូចខ្ញុំពីរនាក់តែម្ដាយកូនបាទគឺទ្រង់វេទនាពុកម៉ែបងប្អូនពេលចង់ទៅណាម្ដងរោគេទៅរោគេឲ្យមកជួយមើលផ្ទះបាទជួយមើលម្ដាយពេលដែលយើងចង់ទៅណាម្ដងពុកម៉ែបងប្អូនបាទហើយអត់ស្រួលហើយក្រក៏មិនមែនស្រួលទេផ្ដាំប្រាប់ទៅពុកម៉ែបងប្អូនមួយចំនួនថាក្រមិនមែនស្រួលទេក្រមានញាតិតិចដូចខ្ញុំអត់មានសบายចិត្តទេតែខំប្រឹងធ្វើទឹកមុខឲ្យសบายចែកជូនបងប្អូនមើលទៅបាទទោះបីតែមានដីប្រមុនថាអត់ដីផ្ទះដើរដេកតាមជ្រៀងដើរដេកតាមផ្ទះគេដើរដេកតាមកពូតព្រៃតាមអីដើរដេកទ្រាំនឹងរស់បានធំប៉ុណ្ណេះបាទហើយក៏មានអ្នកភូមិចិត្តល្អទៅក៏គាត់ឲ្យបាយមួយចានអីទៅល្ងាចទៅបងប្អូនណាខ្លះទៅក៏គាត់ឲ្យបាយ2ចានទៅដល់ពេលធំប៉ុណ្ណេះហើយនៅតែពិបាកម្ដាយគាត់កាន់តែចាស់ដល់ពេលម្ដាយគាត់កាន់តែចាស់គឺកាន់តែពិបាកវិញតែគ្រាន់តែថាអ្វីដែលស្រួលគឺមានដីនៅទិញបានដីនៅខ្លួនឯងមកកវិចខំប្រឹងប្រែងការលក់ការ៉េមរបស់ខ្ញុំហ្នឹងក៏បានដីមកកវិចនេះឯងគ្រាន់នៅពុកម៉ែបងប្អូនបាទការខំប្រឹងលក់ការ៉េមផងខ្ញុំណាហ្នឹងហើយក៏បុកដូងនោះមិនចាញ់ទឹកទៅទៀតចង់ដាំបន្លែណាឲ្យបានបន្លែហូបព្រាមនៅរដូវប្រាំងដូចគេដាំអត់បានហើយឲ្យចំណៃមន់សិនពុកម៉ែបងប្អូនចាំបន្ទាប់មកគឺខ្ញុំរៀបទៅពេទ្យទៅទិញបាយទិញស្លយកទៅពេទ្យហើយតើមកវិញហ្នឹងតារៀងថាបាត់មន់អត់ដឹងថាទៅណាលេងទៅអត់បាត់ដឹងទៅណាម្ដាយខ្ញុំកាន់តែឈឺទៅដើមឲ្យពុកម៉ែបងប្អូនស្គាល់គាត់មួយថ្ងៃឃើញចូលទៅធុងមន់ស្រឡាញ់មន់បាទគាត់ស្រឡាញ់ចូលចិត្តជាមន់បាទហើយខ្ញុំមកឲ្យហើយខ្ញុំនឹងរៀបទៅពេទ្យបាទទៅពេទ្យហើយចំពោះកំណឹងវិញគឺខ្ញុំអត់ទាន់ដឹងទេចាំនៅពេលល្ងាចទៀតពុកម៉ែបងប្អូនបាទនៅពេលល្ងាចទៀតថាត្រូវធ្វើអ្វីទៀតហើយក៏បានទីនៅជិតខាងគាត់ជាមនុស្សថ្មីបានគាត់ទៅដេកជាមួយគាត់សម្រាប់ជាមួយគាត់គាត់ស្រីដូចគ្នាគាត់ដឹងតែខ្ញុំដូចជាមិនទៅច្បាស់ប្រហែលទេពុកម៉ែបងប្អូនខ្ញុំហើយចំពោះពុកម៉ែបងប្អូនដែលគាត់សួរខ្ញុំសូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែផងដែលអត់បានឆ្លើយតបទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាត់សួរសុខទុក្ខខ្ញុំបាទទូចហើយនឹងដៃផងខ្ញុំបាទដោយសារតែខ្ញុំភ័យពេកពុកម៉ែបងប្អូនតែពីរអ្នកម៉ែកូនរត់ឆ្លេឆ្លាឡាច់រត់ឆ្លេឆ្លាកើតភ្លេចមុខភ្លេចក្រោយអស់លេងបាទជីវិតរស់នៅពីអ្នកម៉ែកូនគឺអញ្ចឹងហើយពុកម៉ែបងប្អូនអញ្ចឹងខ្ញុំចេះតែខំពេលមានសពរស់ជន់ពុកម៉ែបងប្អូនហើយនឹងលុយថវិកាដែលខ្ញុំរកបានពីការផុសវីដេអូតិចតួចនេះខ្ញុំក៏ចេះតែខំធ្វើបន់បន្តមានប្រាថ្នាអីច្រើនទេពុកម៉ែបងប្អូនណាកើតជាតិក្រោយហ្នឹងមានបងប្អូនដូចគេហើយមានបងប្អូនច្រើនមានអ្នកស្រឡាញ់រាប់អានច្រើនដូចជាតិនេះប៉ុន្តែជាតិនេះមានអ្នកស្រឡាញ់រាប់អានច្រើនមានពុកម៉ែបងប្អូនស្រឡាញ់រាប់អានច្រើនខ្ញុំអរគុណតែក៏ចង់បានថាពេលដែលយើងទៅណាចេះមានបងប្អូនមើលឪពុកម្ដាយឬក៏មានបងប្អូនយកចិត្តទុកដាក់នៅក្បែរដូចគេចិត្តនេះពីអ្នកម៉ែកូនទៅឡាច់តិចទៅកាត់តិចបាទ
อันนี้จีชาจะวิตរបស់អ្នកក្រពុកម៉ែបងប្អូនក្រហើយមានតែពីអ្នកម៉ែកូនទៀតដល់ពេលអញ្ចឹងរត់តលិចតិចរត់តកើតបន្តិចដើម្បីរោសេចក្តីសុខតែសម្រាប់សេចក្តីសុខមានសុខសម្រាប់អ្នកក្រទេទៅទៅណាក៏នៅខាងយើងភាគច្រើនគេជន់ឈ្លីយើងព្រោះយើងក្រព្រោះយើងលំបាកក្លិនក្រវាស្អុយចាស់ឆ្អាបដល់គេពុកម៉ែបងប្អូនបាទកម្រមនុស្ស1000នាក់មានចិត្តល្អប្រហែលជា100នាក់ឲ្យតែមានចិត្តល្អប្រហែលជា100នាក់ទៅក៏អរគុណប៉ុន្តែមនុស្ស1000នាក់ដូចជាអត់សូវមានមនុស្សដែលមានចិត្តបានដល់ថ្នាក់100នាក់ទេមនុស្ស1000នាក់ហើយជាកទួងប្រហែលជារើថាបាន5នាក់ឬ10នាក់ទៅក៏ឲ្យយកទៅព្រោះខ្ញុំដើរឆែតដូចជាមិនសូវទៅមានអ្នកណាគេយកចិត្តទុកដាក់ស្មោះត្រង់ជាមួយយើងអ្នកអស់ទេហើយជាពិសេសពីអ្នកម៉ែកូនហ្នឹងនៅស្រុកគេហ្នឹងគេតែងតែជន់ឈ្លីយើងគេតែងតែមើលងាយយើងពីចេះពីចុះបាទហ្នឹងហើយជីវិតអ្នកក្រពុកម៉ែបងប្អូនការដែលខ្ញុំធ្វើទៅនេះខ្ញុំដឹងពីជីវិតអ្នកក្រច្បាស់ហើយក៏ពិតបាទហើយត្រូវខ្ញុំនឹងមានបានរៀនសូត្រអីផងសូមអធិស្ឋានពុកម៉ែបងប្អូនមិនបានរៀនសូត្រខ្ញុំចិត្តតែនិយាយទៅពីជួនកាលទៅក៏ខ្ញុំក៏រៀងវែងដែរពុកម៉ែបងប្អូនអារម្មណ៍ខ្ញុំក៏វាមិនល្អគ្រប់10មានអីល្អប្រសើរគ្រប់10ទេអញ្ចឹងវីដេអូវគ្គនេះខ្ញុំបាទក៏មានកំហុសខុសឆ្គងខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនតែងតែនិយមតាមដាន channel ខ្ញុំបាទYouTube បន្ទូចចំពោះរឿងការងារពេលល្ងាចវិញខ្ញុំនឹងចេញវីដេអូពេលល្ងាចជាប្រាប់បងប្អូនម្ដងទៀតបើសិនតែម្ដាយខ្ញុំគាត់បានធុងក៏ពេលឲ្យត្រឡប់មកផ្ទះវិញគឺបានបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនម្ដងទៀតបាទអញ្ចឹងហើយខ្ញុំនឹងបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនជារៀងរាល់ថ្ងៃថាខ្ញុំទៅណាទៅខាងណាទៅខាងណីតែឥឡូវនេះខ្ញុំឲ្យចំណៃនួនរួចខ្ញុំនឹងបិទពេលទៀតខ្ញុំទៅពេទ្យបាទទៅពេទ្យថ្ងៃត្រង់បើខ្ញុំមកវិញទៀតពុកម៉ែថ្ងៃល្ងាចបើខ្ញុំមកវិញទៀតបាទមកទៀតខ្ញុំវិញទៀតក៏ព្រោះម្ដាយខ្ញុំគាត់អត់ឲ្យខ្ញុំសារៈនៃនោះទេដោយសារតែទីគាត់សារៈហើយតែខ្ញុំត្រូវរត់មកមើលមន់គាត់ហ្នឹងហ្នឹងហើយចំពោះការងារតែថ្ងៃល្ងាចគឺខ្ញុំអាចដឹងខ្ញុំអាចប្រកាសជូនពុកម៉ែបងប្អូនម្ដងទៀតឲ្យដឹងជាដំណឹងទុកជាមុនថាខ្ញុំបានធ្វើចូលធ្វើការនឹងស្រោតឲ្យឆាប់រួចនៅវត្តភ្នំតាច់ចឹងណាពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំសង្ឃឹមថាម្ដាយខ្ញុំនឹងមានដំណឹងល្អពីខាងទូពេទ្យក៏ពិបាកទៅណាឆ្ងាយហើយសង្ឃឹមថាគាត់នឹងជាឆាប់បាទជំងឺគាត់ច្រើនមុខពុកម៉ែបងប្អូនតាំងពីទឹកលូងផ្អែមផងតាំងពីអីផងដុំពីក្នុងស្បូនផងទឹកដក់ក្នុងស្បូនផងគ្រោះក្នុងត្រង់ងោមផងបាទលើសជាតិកនោះផងពុកម៉ែបងប្អូនខ្ញុំមិនដែលជួបក្រហើយកម្មជន់ទៀតពុកម៉ែបងប្អូនមិនដឹងថាជាតិមុននេះខ្ញុំធ្វើបុណ្យអ្វីបានជាជាតិនេះដូចកម្មមានបងប្អូនមានញាតិមានស្ដានបានតែបងប្អូនរាប់អានគ្នាដូចបានតែបងប្អូនរាប់អានគ្នាដូចជាពុកម៉ែបងប្អូននៅក្រៅប្រទេសប៉ុន្តែបងប្អូនពុកម៉ែបងប្អូននៅក្រៅប្រទេសបងប្អូននៅក្នុងប្រទេសកម្ពុជាមួយចំនួនគឺគាត់រាប់អានស្មោះត្រង់តែបងប្អូនមួយចំនួនគឺគាត់មិនបានស្មោះត្រង់អីជាមួយយើងទេពុកម៉ែបងប្អូនបាទអញ្ចឹងដល់ពេលមានបញ្ហាអញ្ចេះត្រូវតែមនុស្សប្រើមួយគ្មានទេពុកម៉ែបងប្អូនបើមានលុយសបោមនុស្សប្រើបើអត់លុយគឺអត់មនុស្សប្រើដែរបាទគឺអត់មនុស្សប្រើបើមានលុយមានមនុស្សប្រើណាបាទបើអត់លុយគឺអត់មនុស្សប្រើដែរហ្នឹងហើយចំពោះម៉ែបងប្អូនថារោមនុស្សពេលធ្វើបន់ច្រើនជួយគេច្រើនរោគេមកមើលបាទមិនមែនទេពុកម៉ែបងប្អូនមិនស្រួលដល់ថ្នាក់សបើបដោះទេបាទtrongវីដេអូនេះខ្ញុំបាទពុទ្ធក៏សំខាន់តៃអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ខ្ញុំត្រូវទៅពេទ្យបើខ្ញុំនិយាយទៅមានកំហុសខុសឆ្គងក៏សំខាន់តៃអភ័យទោសពុកម៉ែបងប្អូនបាទហើយដំណឹងល្អខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូននៅពេលល្ងាចទៀតបាទខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលាពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ចាំជួបគ្នានៅវីដេអូវគ្គបន្តទៀតពុកម៉ែបងប្អូន